ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទចែកម្លែកមួយដែលនិយាយអំពីសព្វ Piracy ដែលន័យជាខ្មែរមានន័យថាការលួចចម្លងកម្មវិធីគឺជាការចែកចាយការប្រើប្រាស់ការលួចចម្លងដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមការលួចចម្លងកម្មវិធីវាបានក្លាយទៅជាបញ្ហាទូទាំងពិភពលោកដោយប្រទេសចិនអាមេរិកនិងឥណ្ឌាដែលជាប្រទេសដែលប្រព្រឹត្តរឿងទាំងអស់ហ្នឹងដែលក្នុងឆ្នាំ2022មនុស្សចំនួន6.2%ទូទាំងពិភពលោកដែលបានចូលមើលគេហទំព័រលួចចម្លងកម្មវិធីការលួចចម្លងកម្មវិធីហ្នឹងមិនតម្រូវឲ្យយើងជា hacker ក៏ជាអ្នក professional ខាងកូដទេគ្រាន់តែយើងមានកុំព្យូទ័រមួយក៏យើងអាចធ្វើការលួចចម្លងមកគេបានដែរដោយការចូលកាន់ website អឺផ្សេងៗនៅលើអ៊ីនធឺណិតដែលអាច download កម្មវិធីដែលគ្មាន license បានអំពើទាំងអស់ហ្នឹងអាចคล้ายទៅជាអំពើខុសច្បាប់អញ្ចឹងមនុស្សភាគច្រើនគឺមិនទាន់ដឹងអំពីការលួចចម្លងកម្មវិធីហ្នឹងគឺមានផលវិបាកទៅលើច្បាប់អ្វីខ្លះហើយនឹងវាអាចកើតឡើងទៅលើច្បាប់អ្វីខ្លះទម្រង់ទូទៅនៃការលួចចម្លងតាមអ៊ីនធឺណិតរួមមានការទាញយក movie ឬក៏កម្មវិធីដោយមិនចាំបាច់បង់ប្រាក់សម្រាប់streaming service ទី2គឺការ download crack software ទី3ការ access paywall content streaming pirate sport event តាក់ទងទៅលើកីឡាដែលយក link ចែកចាយដោយគ្មានការអនុញ្ញាត sharing copyright file ឧទាហរណ៍ដូចជា software មួយចំនួនដែលតាក់ទងទៅនឹង file ដែលយើងអាច download បានដោយតាមការ sharing នៅលើអ៊ីនធឺណិតឬក៏ website មួយចំនួនដែលគ្មាន license គេក៏មានបទបញ្ញត្តិមួយសម្រាប់ការលួចចម្លងកម្មវិធីដែរដែលបានចែងថាបទក្រិតហ្នឹងអាចទទួលរងនៅពិន័យចំនួនជាសាច់ប្រាក់ចំនួន$15,000នៅក្នុងមួយករណីនៃការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញាឬក៏ copyright end user license agree គឺជាអាជ្ញាប័ណ្ណដែលប្រើសម្រាប់កម្មវិធីភាគច្រើនវាជាកិច្ចសន្យារវាងក្រុមហ៊ុនផលិតកម្មជាមួយនឹងអ្នកនិពន្ធអ្នកប្រើប្រាស់ចុងក្រោយកិច្ចព្រមព្រៀងនេះកំណត់ច្បាប់សម្រាប់អ្នកប្រើប្រាស់ដោយមិនមែនគ្រប់កិច្ចព្រមព្រៀងទាំងអស់សុទ្ធតែដូចគ្នាទេច្បាប់ទូទៅច្បាប់ទូទៅមួយនៅក្នុង EULA ភាគច្រើនហាមឃាត់អ្នកប្រើប្រាស់ពីការចែករំលែកកម្មវិធីជាមួយអ្នកដទៃឥឡូវបន្តនេះយើងនឹងចូលមកដល់ផលវិបាកនៃការលួចចម្លងកម្មវិធីដំបូងគឺយើងនិយាយអំពីផលវិបាកនៅចំពោះមុខច្បាប់ម្ដងដែលយើងជាអ្នកបំពាននៃច្បាប់រក្សាសិទ្ធិ copyright បុគ្គលដែលប្រើប្រាស់កម្មវិធីលួចចម្លងប្រឈមមុខនឹងបុគ្គលដែលលួចចម្លងកម្មវិធីអាចប្រឈមនឹងការផ្ដន្ទាទោសតាមច្បាប់យ៉ាងធ្ងន់ធ្ងរការរំលោភច្បាប់រក្សាសិទ្ធិជាបទល្មើសដែលផ្ដន្ទាទោសបានដែលហើយអាចបណ្ដាលឲ្យក្រុមហ៊ុនកម្មវិធីចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកការប្រើប្រាស់កម្មវិធីលួចចម្លងអាចបណ្ដាលឲ្យមានការពិន័យនិងអាចឈានទៅដល់ការជាប់ពន្ធនាគារដែរការឡើងកាន់តែច្រើននៃការដំណើរការខុសប្រក្រតីឬបរាជ័យនៃកម្មវិធីមានន័យថា fail របស់កម្មវិធីនៅពេលដែលកម្មវិធីត្រូវបានចាត់ទុកថាខុសច្បាប់ការប្រជួបប្រទះនឹងបញ្ហាកំហុសគឺបរាជ័យការលួចចម្លងកម្មវិធីខុសវិធានការគ្រប់គ្រងដោយគុណភាពនៃកម្មវិធីស្របច្បាប់ប្រើដើម្បីសាកល្បងឬកែតម្រូវលើកម្មវិធីជា version ដែលមានមុខងារច្រើនជាងមុនដែលបណ្ដាលឲ្យមានកម្មវិធីខ្សោយឬក៏ down និងប្រព័ន្ធអាចមិនស្ថិតស្ថេរគ្មានការធានានិងខ្វះការអាប់ដេតមានន័យថាដែលយើង crack software មួយគឺ software ហ្នឹងគឺនៅស្ថិតនៅ version ហ្នឹងទេប៉ុន្តែបើយើងទៅ update version ផ្សេងវាអាចនឹងផុត crack ហ្នឹងចូលទៅក្នុងកម្មវិធីគេវិញប៉ុន្តែ experience ដែលគិតថាបើយើងមិន update គឺវាអាចមានចន្លោះប្រហោងនៃការ hack ចូលឬក៏ virus មួយចំនួនចូលទៅក្នុងកុំព្យូទ័ររបស់យើងបន្ទាប់គឺធ្វើឲ្យ performance កុំព្យូទ័ររបស់យើងនឹងដែរគឺយឺតមានន័យថាកុំព្យូទ័រយើងនៅពេលដែលមាន software crack ច្រើនចូលរួមគឺធ្វើឲ្យកុំព្យូទ័រយើងមានភាព slow មានភាពរអាក់រអួលមួយចំនួនទោះកុំព្យូទ័រហ្នឹងមិនទាន់លក្ខណៈថាយើងប្រើយូរឆ្នាំយ៉ាងណាក៏ដោយគឺដោយសារតែមាន virus មួយចំនួននៅក្នុងកម្មវិធី crack នេះចូលមកដោយសង្ងំចាំយកទិន្នន័យរបស់យើងយកពីកុំព្យូទ័ររបស់យើងបើសិនជាកុំព្យូទ័ររបស់យើងជា company
វានឹងលួចទិន្នន័យក្រុមហ៊ុនរបស់យើងនឹងធ្វើការបែកធ្លាយមួយចំនួនដែលអាចធ្វើឲ្យ hacker ឬក៏ជនអនាមិក hack ចូលក្នុងប្រព័ន្ធ system និងលួចទិន្នន័យរបស់យើងបានផលលំបាកមួយទៀតដែលវាសំខាន់ដែរដោយសារតែទីមួយបើយើង crack ហានិភ័យដំបូងគឺ virus ជ្រៀតចូលទៅក្នុងកម្មវិធីរបស់យើងឬក៏កុំព្យូទ័ររបស់យើងវាអាចគ្រប់គ្រងទៅលើប្រព័ន្ធរបស់យើងបាននិងលួចទិន្នន័យមួយចំនួននៅក្នុងកុំព្យូទ័រឧទាហរណ៍ដែលពេលដែលយើងប្រើ crack software វាបណ្ដាលឲ្យមាន virus មួយចំនួនចូលទៅក្នុងកុំព្យូទ័រដែលធ្វើឲ្យ performance កុំព្យូទ័រយើងឡើងក្តៅឬក៏ខ្លាំងដោយគ្មានមូលហេតុទោះយើងមិនបើក application ណាមួយឬក៏កម្មវិធីណាមួយនៅក្នុងកុំព្យូទ័ររបស់យើងទេបន្ទាប់គឺធ្វើឲ្យ performance កុំព្យូទ័ររបស់យើងនឹងដែរគឺយឺតមានន័យថាកុំព្យូទ័រយើងនៅពេលដែលមាន software crack ច្រើនចូលរួមគឺធ្វើឲ្យកុំព្យូទ័រយើងមានភាព slow មានភាពរអាក់រអួលមួយចំនួនទោះកុំព្យូទ័រហ្នឹងមិនទាន់លក្ខណៈថាយើងប្រើយូរឆ្នាំយ៉ាងណាក៏ដោយគឺដោយសារតែមាន virus មួយចំនួននៅក្នុងកម្មវិធី crack នេះចូលមកដែលសង្ងំចាំយកទិន្នន័យរបស់យើងយកពីកុំព្យូទ័ររបស់យើងបើសិនជាកុំព្យូទ័ររបស់យើងជា company វានឹងលួចទិន្នន័យក្រុមហ៊ុនរបស់យើងនឹងធ្វើការបែកធ្លាយមួយចំនួនដែលអាចធ្វើឲ្យ hacker ឬក៏ជនអនាមិក hack ចូលក្នុងប្រព័ន្ធ system និងលួចទិន្នន័យរបស់យើងបានចំណុចបន្ទាប់គឺនិយាយអំពីការក្លែងបន្លំហ្នឹងមានន័យថានៅពេលដែល software មួយយើងក្លែងបន្លំវាដាក់រូបដូចគ្នាឬក៏ប្រភេទទិន្នន័យដូចគ្នាដល់ពេលយើង click ចូលទៅវាបែរទៅជាលក្ខណៈ software ផ្សេងដទៃទៀតដែលធ្វើឲ្យមានមេរោគមួយចំនួនចូលទៅក្នុងកុំព្យូទ័ររបស់យើងដែលសង្ងំចាំយកទិន្នន័យឥឡូវនេះយើងនិយាយអំពីគន្លឹះនៃការពារការលួចចម្លងកម្មវិធីទីមួយគឺយើងត្រូវស្វែងយល់ដោយខ្លួនឯងឬក៏យើងរៀនដោយខ្លួនឯងនិងប្រាប់អ្នកដទៃអំពីនៃសារៈសំខាន់នៃការប្រើប្រាស់software license ដែលយើងយល់អំពីលក្ខខណ្ឌនិងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណនៃកម្មវិធីដែលអ្នកបានទិញមានន័យថាយើងយល់អំពី privacy នៃ agreement មួយចំនួននៃការទិញ license ពីគេមកគឺមានគុណសម្បត្តិអ្វីខ្លះការត្រួតពិនិត្យលេខកូដ license របស់អ្នកដែលត្រូវប្រាកដថាលេខកូដ license នឹងត្រឹមត្រូវនិងអនុវត្តតាមវិធីការត្រឹមត្រូវនៅពេលដែលយើងប្រើប្រាស់កម្មវិធីរបស់អ្នកការទិញកម្មវិធីពីអ្នកលក់រាយឬដែលមានការអនុញ្ញាតមានន័យថាយើងទិញអំពីក្រុមហ៊ុនឬក៏ទិញអំពីអ្នកណាមួយដែលមានការអនុញ្ញាត license ត្រឹមត្រូវទិញកម្មវិធីហ្នឹងមានន័យថាយើងទិញទៅស្របច្បាប់ឲ្យទុកចិត្តបានដោយគ្មានមេរោគណាដែលអាចចូលមកក្នុងកុំព្យូទ័រយើងបានទាក់ទងនឹងការប្រើប្រាស់ Wi-Fi ក៏ជាសុវត្ថិភាពមួយដែរដែលយើងអាចកំណត់ថាគ្មានអ្នកណាអាចជ្រៀតចូលក្នុងទិន្នន័យរបស់យើងបានការ report អំពីកម្មវិធីដែលគួរឲ្យសង្ស័យមានន័យថាយើងមើលទៅលើ software មួយចំនួនណាដែលយើងសង្ស័យថាមិនប្រក្រតីក៏យើងអាចគិតថាវាខុសច្បាប់ឬក៏វាជាកម្មវិធីមួយដែលធ្វើឲ្យយើងសង្ស័យថាវាអាចផ្ទុកមេរោគមួយចំនួនដែលធ្វើឲ្យមានការប៉ះពាល់ទៅលើអាជីវកម្មរបស់យើង